ហើយនេះគឺជាចម្លើយសម្រាប់ការស៊ូទ្រាំរបស់ទ្វារផ្លាស្ទិកដែលក្នុងក្រុងនៅ Saigon Let's go ចំពោះគ្រឿងបន្លាស់និងគ្រឿងបន្លាស់ដែលមកជាមួយត្រូវតែមានភាពសម្គាល់គ្នានៅក្នុងសម្ភារៈក្នុងពេលជាមួយគ្នាការរចនាត្រូវតែសមស្របដើម្បីបង្កើតភាពងាយស្រួលក្នុងការប្រើប្រាស់គុណភាពនៃរបារផ្លាស្ទិកនិងដែកក្នុងគ្រោងក៏មានសារៈសំខាន់ខ្លាំងដែរប្រសិនបើអ្នកជ្រើសរើសកន្លែងដែលមិនគួរឲ្យទុកចិត្តវាអាចធ្វើឲ្យពេលវេលាប្រើប្រាស់ទ្វារមិនបានយូរអង្វែងរបារផ្លាស្ទិកអាចខូចខាតនៅពេលជួបប្រទះនឹងស្ថានភាពបរិស្ថានដ៏ធ្ងន់ធ្ងរនៅពេលជ្រើសរើសក្រុមហ៊ុនដំឡើងនិងដំឡើងអ្នកត្រូវស្វែងយល់ឲ្យបានច្បាស់ដើម្បីធានាថាដំណើរការត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងជៀសវាងករណីដំឡើងរហ័សរហួនដែលធ្វើឲ្យមុខងារទ្វារមិនបានដំណើរការអត្ថបមាចុងក្រោយក្នុងអំឡុងពេលប្រើប្រាស់អ្នកគួរតែយកចិត្តទុកដាក់លើការសម្អាតពិនិត្យនិងថែទាំដើម្បីឲ្យភាពធន់នៃទ្វារអាចរក្សាបានយូររាល់កត្តាទាំងអស់ខាងលើនឹងត្រូវបានធានាប្រសិនបើអ្នកជ្រើសរើស Saigon ជាក្រុមហ៊ុនផ្គត់ផ្គង់ដំឡើងនិងដំឡើងទ្វារផ្លាស្ទិកដែកក្នុងគ្រោងសូមមកកាន់ showroom របស់យើងដើម្បីទទួលបានការប្រឹក្សាយោបល់លម្អិតបន្ថែមទៀត